ការកម្ដៅខ្លួនគឺការឡើងកម្ដៅខ្លួនចាប់ពី36កន្លះរហូតទៅដល់37កន្លះ degree Celsius ហើយបើគិតជាមធ្យមប្រហែលជា37 degree Celsius ក្មេងអាចប្រែប្រួលពីម្នាក់ទៅម្នាក់ក្មេងខ្លះកម្ដៅខ្លួនទាបក្មេងខ្លះកម្ដៅខ្លួនខ្ពស់រហូតដល់37កន្លះធម្មតាទេសាកល្បងវាស់វាឡើងវិញសិនមុននឹងសម្រេចថាកម្ដៅខ្លួនមែនឬក៏អត់ពីព្រោះជួនកាលការឡើងកម្ដៅខ្លួនរបស់កូនក្មេងវាអាចប្រែប្រួលពីពេលវេលានិងសកម្មភាពរាងកាយក្នុងករណីដែលក្មេងមានសកម្មភាពរាងកាយច្រើនកម្ដៅក្នុងខ្លួនអាចឡើងប៉ុន្តែមិនមែនជាការក្ដៅខ្លួនទេអញ្ចឹងការឲ្យថ្នាំអាចខុសឆ្គងយើងសឹងតែ recommend ឲ្យប្រើថ្នាំក្ដៅខ្លួនលកឹកណាដែលកម្ដៅលើសពី38ហើយក្នុងករណីសង្ស័យឧទាហរណ៍ 37.5 ទៅ 37.8 យើងសង្ស័យយើងអាច15នាទីក្រោយមកយើងអាចវាស់ឡើងវិញបើសិនណាជាក្ដៅខ្លួនកូននឹងឡើងក្ដៅខ្លួនថែមតទៅទៀតហើយដូច្នេះធ្វើឲ្យយើងជៀសបានដោយការឲ្យថ្នាំដែលមិនចាំបាច់ជំរឿនដែលល្អបំផុតសម្រាប់កូនក្មេងហើយសុវត្ថិភាពគឺការប្រើប៉ារ៉ាសេតាមុលនេះឯងប៉ារ៉ាសេតាមុលជាជំរឿនល្អបំផុតជាងគេទាំងអស់ក្នុងចំណោមថ្នាំដែលផ្ដល់ឲ្យកុមារហើយសុវត្ថិភាពជាងគេទាំងអស់